ចេញទៅហើយចាលើកនេះគឺទៅប្រទេសកម្ពុជាយើងគឺទៅទាំងគ្រួសារតែម្ដងអញ្ចឹងទៅគឺអត់បានជិះឡានជិះអីទៅទេបងប្អូនព្រោះថាគ្នាយើងច្រើនហើយអីវ៉ាន់ក៏ច្រើនដែរអញ្ចឹងណាអញ្ចឹងក៏ជ្រើសរើសការជិះរទេះភ្លើងតែម្ដងទៅពី3ដំណាក់ទម្រាំតែដល់ចាប៉ារីស Charles de Gaulle ប្រលាននឹងឯងចាឥឡូវមកដល់ហើយគឺឆែកឆែកអីហើយរួចហើយក៏ឆ្លងកាត់ហាងbrand ហ្នឹងណាបងប្អូនចានៅក្នុងពលាននឹងឯងមុននឹងទៅដល់កន្លែងចាំយន្តហោះអញ្ចឹងណាទឹកអប់ស្រាកាបូបអីហ្នឹងគឺថាអូយខ្ជូតសាហាវតែម្ដងហើយបើយើងទិញអីវ៉ាន់នៅពលានបងប្អូនដឹងស្រាប់ហើយគឺយើងអាចចំណេញតាក់អញ្ចឹងណាហើយយើងចង់ទិញដបធំដបទូចអីគឺអត់មានហាមឃាត់ជាងទេព្រោះតែយើងមានវិក័យច្បាប់ដែលទិញនៅពលានអញ្ចឹងណាចាឥឡូវហ្នឹងដើរទៅរកលេខ3ចាំជើងយន្តហោះចាបន្ទាប់មកគឺដល់ពេលវេលាដែលត្រូវឡើងយន្តហោះតែម្ដងដើរទៅហើយបងប្អូនអើយមានអារម្មណ៍ថារំភើបសប្បាយរីករាយឲ្យតែបានចូលទៅក្នុងយន្តហោះចាហើយដឹងថាខ្លួនត្រូវស្រុកខ្មែរអញ្ចឹងគឺថាសប្បាយមែនតែននៅមុខទ្វារយន្តហោះតែងតែមានបម្រើការលើយន្តហោះគឺមើលសម្បត្តិយើងដើម្បីឲ្យយើងចូលទៅជ្រុងណាឲ្យត្រូវនឹងលេខកៅអីយើងតែម្ដងចាលើកនេះគឺនាងខ្ញុំជិះតាម Malaysia Airlines បន្ទាប់ពីអង្គុយស្រួលបួលហើយហើយចាយន្តហោះក៏ចាប់ផ្ដើមហោះហើរបានបន្តិចក៏គេឲ្យយើងញ៉ាំអីលេងអញ្ចឹងណាចាលើកនេះប្លែកដោយសារថាគេមានដាក់សណ្តែកដីឲ្យញ៉ាំលេងចាហើយនឹងទឹកក្រូចឬមួយក៏ប៊ីយ៉ាអីអញ្ចឹងទៅហើយប៊ីយ៉ានេះវិញគឺប៊ីយ៉ាកាស្បៀនឹងឯងបងប្អូនចាបន្ទាប់ពីញ៉ាំលេងញ៉ាំអីមកសន្ទុះក្រោយមកក៏គេលើកអាហារឲ្យយើងញ៉ាំអញ្ចឹងណារីឯភេសជ្ជៈវិញគឺមានច្រើនជម្រើសបាទទឹកសុទ្ធគេដឹងតែដាក់ឲ្យយើងហើយបងប្អូនតែបើសិនជាយើងចង់ញ៉ាំទឹកអីផ្សេងអានឹងយើងអាចកម្មង់គេបានចាដូចនាងខ្ញុំ2នាក់អញ្ចឹងគឺយកស្រាក្រហមឯនេះវិញគឺជាបាយម្ហូបចាមានអីឆ្ងាញ់របស់គេដែរតាបងប្អូនចាអាហារនៅលើយន្តហោះវាមិនអស់ចាណាទេតែអាចញ៉ាំបានសម្រាប់នាងខ្ញុំគឺចូលចិត្តឈីងមួយសិនឯនេះវិញគឺបង្អែមចាដូចជា crumble លើអូប៉មអញ្ចឹងណាអែមជាមួយប៉មតែនាងខ្ញុំសង្កេតឃើញថាអាហារលើកនេះនៅ Malaysia Airlines រសជាតិគឺដិតតែម្ដងបងប្អូនចាបើម្ហូបអីថាគ្រឿងខ្លាំងតែម្ដងចាបន្ទាប់មកទៀតហ្នឹងយប់ជ្រៅទៅក៏មានឲ្យសំវិចអីចឹងទៅចាបន្ទាប់មកទៀតគឺថាញ៉ាំហើយផឹកនៅគឺអត់លះហើយតែម្ដងនិយាយទៅគឺអាហារធំហ្នឹងគឺ2ដងចាហើយអាហារញ៉ាំលេងសំវិចអីហ្នឹងគឺម្ដង2ដងដែរចឹងណាព្រោះថាយើងនៅលើយន្តហោះធំនេះទម្រាំតែទៅដល់ម៉ាឡេស៊ីគឺ12-13ម៉ោងឯណោះចាឥឡូវហ្នឹងយន្តហោះនេះខ្ញុំចិត្តចុះចតហើយនៅប្រហែលជា1ម៉ោងអីទៀតហ្នឹងណាគឺគេឲ្យញ៉ាំម្ដងទៀតមុននឹងចុះចតអញ្ចឹងទៅមកម្ដងគឺធុញតែការដែលជិះយន្តហោះយូរនឹងឯងបងប្អូនអើយប៉ុន្តែមិនថ្មីទេបាត់ការហត់នឿយអស់ពេលដែលបានជួបមុខគ្រួសាររបស់យើងអញ្ចឹងណាបងប្អូនកូនក្មួយចានេះបារាំងតែជាង10ម៉ោងឯងឃើញមានប្រទេសខ្លះជិះដល់20ម៉ោងជាង30ម៉ោងក៏មានជួបគ្នាคลิปបន្ទាប់ទៀតបងប្អូនអរគុណ